ai kia ở đây chụp Japan ban này dạy tha cả bật prom đan đầu viên Campuchiaនិងថៃកំពុងធ្វើឲ្យក្រុមហ៊ុនជប៉ុនជួបការលំបាកបើអ្នកឯងជួបការលំបាកអ្នកឯងអាចរើមកនៅខ្មែរបានព្រោះពេលនេះអុកញ៉ាស្រីចន្ទថនលោកបានប្រកាសហើយថាមិនយកថ្លៃជួល10ឆ្នាំដូច្នេះអ្នកឯងចំណេញមែនតើក្នុងមួយឆ្នាំអ្នកឯងត្រូវចំណាយថ្លៃជួលរោងចក្រហ្នឹងគឺច្រើនម៉ឺនមែនតើអញ្ចឹងរយៈពេល10ឆ្នាំអ្នកឯងចំណេញច្រើនមែនតើអញ្ចឹងបើសិនជានៅថៃអ្នកឯងជួបការលំបាកមកខ្មែរមកហើយការដែលបិទព្រំដែននេះមិនមែនខ្មែរជាអ្នកចាប់ផ្ដើមទេគឺថៃជាអ្នកចាប់ផ្ដើមបិទដោយឯកតោភាគីបើសិនជាអ្នកឯងចង់ផ្ទោសគឺបន្ទោសថៃព្រោះថៃនេះវាបិទដោយឯកតោភាគីវាអត់បានបញ្ជូនដំណឹងមកខ្មែរមុនទេហើយតើអ្នកដឹងទេថាថៃឈ្លានពានខ្មែរដោយខុសច្បាប់ប្រើយន្តហោះ F16 ដោយខុសច្បាប់បាញ់ផ្សែងពុលប្រើគ្រាប់បែកចកោមសុទ្ធតែរឿងខុសច្បាប់រហូតមកដល់ពេលនេះតើមានអន្តរជាតិណាមួយថ្កោលទោសប្រទេសថៃហើយនៅអត់មានទេតើទាហានខ្មែរនោះប្រហែលអ្នកដែលរងគ្រោះរាសាថៃវាចាប់កងទ័ពខ្មែរទៅដោយខុសច្បាប់តើមានអន្តរជាតិណាមួយចេញថ្កោលទោសថៃហើយឬនៅអត់មានទេ2ខែចូលជិត2ខែហើយបើគិតទៅតាំងពីថ្ងៃទី24ខែ7រហូតដល់ពេលឥឡូវខែ9ហើយតាំងពីវាឈ្លានពានខ្មែររហូតដល់វាចាប់ទាហានខ្មែរទៅដោយខុសច្បាប់ចូល40ថ្ងៃជាងហើយសិតតែរឿងខុសច្បាប់តើមានអន្តរជាតិណាមួយមកថ្កោលទោសទេដល់ពេលឥឡូវក្រុមហ៊ុនជប៉ុននៅថៃជួបការលំបាកអ្នកឯងមកស្នើសុំឲ្យបើកព្រំដែនបេះដូងប្រជាពលរដ្ឋខ្មែរទាំងអស់គ្មាននរណាគេចង់ឲ្យបើកទេអត់សប្បាយចិត្តទេពេលដែលឃើញព័ត៌មានហ្នឹងខ្ញុំមិនដឹងថារដ្ឋាភិបាលលោកនឹងបើកតាមការសំណើឬអស់ទេប៉ុន្តែក្នុងនាមជាប្រជាពលរដ្ឋខ្មែរទាំងអស់ខ្ញុំជឿថាគ្មាននរណាម្នាក់សប្បាយចិត្តនោះទេពេលដែលឃើញព័ត៌មានមួយនេះព្រោះប្រជាពលរដ្ឋខ្មែរអត់សប្បាយចិត្តជាមួយនឹងអាថៃហ្នឹងទេព្រោះវាមើងងាយខ្មែរមើងងាយប្រជាពលរដ្ឋខ្មែរវាបិទឲ្យឯកតោភាគីបិទស្រេចក្បាលវ៉ាល់វាដល់ពេលវាជួបការលំបាកវាមកស្នើឲ្យកម្ពុជាបើកឡើងវិញមកអញ្ចឹងបើខ្មែរយើងបើកឡើងវិញតាមវាមែនថ្ងៃក្រោយវាមានបញ្ហាវាបិទតែឯងទៀតអានេះវាគេហៅថាបើភាសារៀនសាមញ្ញគេហៅបានចិត្តធ្វើអញ្ចឹងគឺបានចិត្តយើងមិនដឹងថាឆ្នាំក្រោយ 2-3 ឆ្នាំក្រោយពួកអាចោសៀមនេះវាក្នុងខួរក្បាលវាម្នាក់គឺវាចង់បានទឹកដីខ្មែរយើងណាអញ្ចឹងបើយើងបើកតាមវាការស្នើសុំរបស់ថៃនឹងទៀតគឺថ្ងៃក្រោយវាបានចិត្តអានេះសម្រាប់ជាពលរដ្ឋខ្មែរពេលដែលឃើញព័ត៌មានហ្នឹងគឺក្នុងម្នាក់គឺអត់មាននរណាសប្បាយចិត្តទេគឺចង់ឲ្យខ្មែរបិទព្រំដែនតែរហូតតែហ្មងជាមួយអាថៃហ្នឹងដើម្បីអីដើម្បីឲ្យខ្មែរយើងរៀនរស់ខ្លួនឯងមើលវាមិនដែលថាអត់ផលិតផលរបស់ថៃនឹងងាប់វាអាចជួបការលំបាកប៉ុន្តែវាមិនដល់ថ្នាក់ស្លាប់នោះទេដូចពាក្យខ្មែរគេនិយាយថាពូជចិនវង្សគាត់តែកំសត់ទេប៉ុន្តែមិនងាប់នោះទេកូរ៉េខាងជើងកាលពីសង្គ្រាមហើយគេបិទព្រំដែនជាមួយជប៉ុនបិទផលនាំចូលពីជប៉ុនគេរស់បានចិនគេរៀនរស់បានកាលពីចប់សង្គ្រាមលោកលើកទី2ចុះខ្មែរយើងមានមេរៀនប្រមាណឆ្នាំហើយប្រមាណដងហើយជាមួយនឹងថៃនឹង2008និង2011សុទ្ធតែរឿងដែលយើងត្រូវពាក្យហេការតាំងពីពេលនោះតែកាលនោះវាអត់ទលំទលាយជាមួយនឹង TikTok ជាមួយនឹង Facebook អញ្ចឹងពេលនេះគឺ Facebook និង TikTok បានប្រាប់ប្រជាជនខ្មែរទាំងអស់ថាថៃនឹងធ្វើបាបខ្មែរយើងណាវាទន្ទ្រានទឹកដីខ្មែរដោយខុសច្បាប់វាចាប់ទាហានខ្មែរដោយខុសច្បាប់រហូតដល់ពេលនេះគ្មានអន្តរជាតិណាមួយតកោតទោសថៃនោះទេដូច្នេះហើយមានតែខ្មែរគ្នាយើងទេខ្មែរគ្នាឯងទេដែលប្រឹងរស់ដោយខ្លួនឯងក្រុមហ៊ុនជប៉ុនបើថាពិបាកណាស់អ្នកឯងរើមកនៅខ្មែរមកគេអត់យកថ្លៃជួលទេ10ឆ្នាំអ្នកឯងចំណេញ10ឆ្នាំ